bạnជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំមានកម្មវិធីថ្មីមួយដើម្បីចែករំលែកជូនបងប្អូនទាំងអស់គ្នាមើលទស្សនាកម្សាន្តកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំបាទមួយផងអរគុណបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រើ AI Studio ដើម្បីបង្ហាញកម្មវិធីមួយនេះបាទកម្មវិធីមួយនេះវាមានឈ្មោះថាកាបូបឆ្លាតវៃដែលខ្ញុំប្រើ Google AI Studio ដើម្បីបង្កើតកាបូបឆ្លាតវៃនេះគឺមានទម្រង់ដូចជាបែបនេះវាបង្ហាញជាលក្ខណៈទូរស័ព្ទបាទហើយនេះបែបលក្ខណៈកុំព្យូទ័រនិង tablet អញ្ចឹងតើខ្ញុំអាចប្រើវាបានដោយរបៀបណាបាទខ្ញុំបាន deploy វារួចហើយអញ្ចឹងបន្ទាប់ពីខ្ញុំ deploy ហើយគឺខ្ញុំមាន link នេះដែលបើកផ្ទាំងកាបូបនឹងផ្ទាល់តែម្ដងបាទអញ្ចឹងផ្ទាំងកាបូបឆ្លាតវៃនេះមានមុខងារ3ធំដែលមុខងារទាំង3នោះរួមមានអីគេខ្លះផ្ទាំងដំបូងនេះគឺមានចូលគណនីនិងចុះឈ្មោះអញ្ចឹងកន្លែងចុះឈ្មោះនេះយើងមានបំពេញឈ្មោះពេញលេខទូរស័ព្ទក្រុមហើយនឹងមានមុខងារជ្រើសរើស2គឺសមាជិកនិងប្រធានក្រុមអញ្ចឹងកន្លែងនេះខ្ញុំដាក់មានគោលបំណងធំមួយគឺសម្រាប់ចងជាក្រុមដើម្បីសន្សំយើងនឹងមានតួលេខមួយដែលបង្ហាញនៅក្នុងក្រុមតែម្ដងអញ្ចឹងឥឡូវនេះខ្ញុំបានបង្កើតក្រុមចំនួន2ចូលគណនីនេះបាទអញ្ចឹងឃើញថាកម្មវិធីរបស់យើងមានរូបរាងអញ្ចឹងបាទនេះមានមុខងារធំ3គឺទូទៅនេះផ្នែកតួខ្លួនក្នុងការចំណាយទូទៅចំណូលទូទៅអញ្ចឹងវានឹងបង្ហាញផ្ទាំងទិន្នន័យលេខក៏ដូចជាលោកអ្នកអាចបំពេញការចំណាយឬក៏ចំណូលប្រចាំថ្ងៃបានឧទាហរណ៍ខ្ញុំចូលចំណូល 20000 ហើយខ្ញុំចុចបញ្ជូនអញ្ចឹងទិន្នន័យសមតុល្យនៃកាបូបខ្ញុំនេះឡើងដល់ 8000 អញ្ចឹងឃើញមានរបាយការណ៍នៅខាងក្រោមអញ្ចឹងនេះផ្នែកទូទៅផ្នែកក្រុមគឺផ្ដោតលើក្រុមដែលសន្សំរួមគ្នាបាទឧទាហរណ៍ក្រុម A យើងមានគ្នាប្រហែល5នាក់អញ្ចឹងគាត់ដាក់សន្សំអញ្ចឹងដល់ពេលគាត់សន្សំរួមគ្នាគាត់មានទិន្នន័យរួមអញ្ចឹងគាត់ក្តាប់ទាំងអស់គ្នាបានអញ្ចឹងឡើយនេះក្រុម A របស់ខ្ញុំមានសន្សំបាន 100,000 បាទគាត់ខ្ចី 40000 គាត់មានការប្រាក់ 200 រៀលបាទហើយកន្លែងនេះគាត់សងសរុបអីចឹងណានេះកម្ចីដែលនៅសល់ហើយលេខខាងលើនេះគឺជាសមតុល្យនៃទឹកប្រាក់របស់ក្រុមដែលគាត់មាននៅក្នុងដៃអញ្ចឹងឃើញថាទិន្នន័យរបស់យើងបានបង្ហាញដូចនេះតោះមកនេះផ្នែកបុគ្គលនេះគឺសំដៅលើតួលេខរបស់ឈ្មោះកអញ្ចឹងទៅដែលគាត់បានសន្សំតែគាត់សន្សំសរុបនឹងអានប្រមាណណាហើយគាត់អត់ខ្ចីទេហើយគាត់ធ្លាប់សងទេហើយគាត់បង់ការប្រមាណអញ្ចឹងណាហ្នឹងផ្នែកបុគ្គលហ្នឹងគឺអញ្ចឹងបានន័យថាបង្ហាញតួលេខផ្ទាល់ខ្លួនរបស់គាត់តែម្ដងអញ្ចឹងយើងចែកជា3ផ្នែកធំគឺទូទៅក្រុមហើយនិងបុគ្គលណាបាទហើយនៅក្នុងក្រុមនិងបុគ្គលយើងមានរូបរាងដូចគ្នាគឺមានសន្សំកម្ចីខាងប្រាក់សងហើយលេខនេះគឺយើងអាចមើលឃើញបានទាំងអស់គ្នាបាទសម្រាប់ក្រុមនេះគឺអាចនៅក្នុងក្រុមសមាជិកនៅក្នុងក្រុមមិនថាទូរស័ព្ទដៃណាមួយទេគឺអាចមើលឃើញបានដូចគ្នាអញ្ចឹងឃើញថាកម្មវិធី AI កាន់តែអភិវឌ្ឍជឿនលឿននិងឆ្លាតវៃខ្លាំងណាស់ដោយលោកស្រីគ្រាន់តែផ្ដល់តែគំនិតគឺអាចបានជាកម្មវិធីក្នុងការប្រើប្រាស់មួយយ៉ាងស្រួលបាទអញ្ចឹងខ្ញុំបានចែករំលែកប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា